សួស្តីបងប្អូនជាងកញ្ចក់ខ្មែរយើងនៅអាមេរិកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសំណួរសួរបងប្អូនថាតើសាឡនបងប្អូនគេបែងចែកវេនរបៀបម៉េចដោយសារតែតាំងពីខ្ញុំចេះធ្វើកញ្ចក់មកហ្នឹងភាគច្រើនតកែគេប្រើប្រាស់ការបែងចែកវេនចំនួន2ប្រភេទធំទី1នោះគឺជាងទាំងអស់ត្រូវបានវេនស្មើគ្នាអញ្ចឹងបើសិនជាបាន2វេនគឺ2វេនទាំងអស់គ្នា3វេនទាំងអស់គ្នា4វេនទាំងអស់គ្នាអញ្ចឹងដល់ពេលដល់ល្ងាចឡើងបិទបញ្ជីគឺជាងទាំងអស់គ្នាភាគច្រើនបានវេនប្រហែលបដំសងគ្នាអញ្ចឹងណាមិនថាម្នាក់នឹងចេះតិចឬក៏ចេះច្រើនទេប៉ុន្តែសម្រាប់ប្រភេទទៀតគឺពីណាហើយមុនគឺយកមួយបន្ទាប់ពីណាហើយមុនយកមួយបន្ទាប់អញ្ចឹងភាគច្រើនការបែងចែកវេនរបៀបនេះពីណាចេះខ្លាំងចេះស្ទាត់ហ្នឹងគឺបានវេនច្រើនមែនតើអញ្ចឹងណាគេដែលទុំថ្មីថ្មោងសូវចេះហ្នឹងហើយធ្វើនៅនឹងឯងយូរនៅនឹងឯងហ្នឹងគឺភាគច្រើនងាកឡើងគេយកមួយអស់ហើយបានតិចជាងគេវ៉ាដាច់5 6វេនអីក៏មានដែរអញ្ចឹងបងប្អូនជួយខមមិនខាងក្រោមប្រាប់ខ្ញុំទាំងអស់គ្នាថាតើបងប្អូនចូលចិត្តវេនការបែងចែកវេនមួយណាជាងអញ្ចឹងណាបងប្អូន